សួស្តីប្រិយមិត្ត Vertex សូមស្វាគមន៍មកកាន់វគ្គទី2នៃ Crypto 101ថ្ងៃនេះយើងនឹងនិយាយអំពី Bitcoin ថាតើវាជាអ្វីហេតុអ្វីវាត្រូវបានបង្កើតឡើងនិងប្រើប្រាស់សម្រាប់អ្វីតោះចាប់ផ្ដើម Bitcoin គឺជារូបិយប័ណ្ណឌីជីថលដំបូងគេដែលត្រូវបានបង្កើតឡើងនៅឆ្នាំ2009ដោយបុគ្គលឬក្រុមមួយដែលប្រើឈ្មោះคล้ายៗថា Satoshi Nakamoto វាដំណើរការលើបច្ចេកវិទ្យា Blockchain ដែលយើងបានរៀននៅវគ្គមុនហើយមិនត្រូវការធនាគារឬរដ្ឋាភិបាលណាមួយគ្រប់គ្រងទេ Bitcoin ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហានៃប្រព័ន្ធហិរញ្ញវត្ថុបែបប្រពៃណីក្រោយវិបត្តិហិរញ្ញវត្ថុឆ្នាំ2008មនុស្សជាច្រើនបានបាត់បង់ជំនឿលើធនាគារនិងរដ្ឋាភិបាល Satoshi ចង់បង្កើតប្រព័ន្ធមួយដែលគ្មានអ្នកគ្រប់គ្រងកណ្ដាលមានតម្លាភាពនិងអាចឲ្យមនុស្សគ្រប់គ្នាបញ្ជូនលុយបានដោយផ្ទាល់ Bitcoin ត្រូវបានប្រើសម្រាប់ទិញទំនិញនិងសេវាកម្មតាមអនឡាញឬនៅហាងមួយចំនួនដែលទទួលយកវាក៏ជាការវិនិយោគដ៏ពេញនិយមព្រោះតម្លៃរបស់វាអាចកើនឡើងឬធ្លាក់ចុះលើសពីនេះវាត្រូវបានប្រើដើម្បីផ្ទេរប្រាក់ឆ្លងប្រទេសព្រោះវាមានសេវាកម្មលឿននិងថោកជាងវិធីការផ្ទេរប្រាក់បែបប្រពៃណីនេះហើយជា Bitcoin តែអ្នកគិតយ៉ាងណាដែរសូមប្រាប់យើងនៅក្នុងមតិយោបល់ហើយកុំភ្លេចតាមដានវគ្គបន្ទាប់សូមអរគុណនិងជួបគ្នាលើកក្រោយ